ចាថ្ងៃនេះយើងរៀនអំពីអប់រំសុខភាពមេរៀនទី3ការមករដូវរបស់កុមារនឹងហើយចាអញ្ចឹងចំណុចទី1យើងនិយាយអំពីការនិយមន័យនៃការមករដូវអញ្ចឹងការមករដូវហ្នឹងវាគ្រាន់តែជាការធ្លាក់ចុះនៃឈាមដែលជាភ្នាសសម្រាប់ត្រៀមចិញ្ចឹមដល់មេជីវិតញីចាអញ្ចឹងយើងឃើញថាជារៀងរាល់មួយខែម្ដងគឺត្រូវតែធ្លាក់ឈាមនឹងមកសម្រាប់កុមារីចាអញ្ចឹងនៅពេលណាដែលកុមារីអាចធ្លាក់ឈាមនឹងបានគឺគាត់នៅពេលដែលគាត់នៅមានចន្លោះអាយុ11ទៅ14ឆ្នាំក្មេងស្រីអាចចាប់ដើមពេលនោះយូរជាងនោះក៏បានចឹងកុមារីមានប្រែប្រួលទាំងរាងកាយទាំងអារម្មណ៍របស់នាងចាអញ្ចឹងជួនកាលធ្វើឲ្យនាងភ័យឈឺអីចឹងតិចតួចចាអញ្ចឹងតិចតួចហ្នឹងជួនកាលក្មេងស្រីខ្លះគាត់អាចមានអារម្មណ៍ភ័យអញ្ចឹងគាត់ត្រូវព្យាយាមរកអ្នកដែលពិភាក្សាជាមួយចាបន្តមកទៀតទៅពេលមករដូវគាត់មានអាការៈបែបណាគឺគាត់មានអាការៈជួនកាលគាត់ទៅចុកពោះចាចុកពោះឬក៏ឈឺក្បាលអីចឹងឈឺចាប់គេរួមធ្វើឲ្យការប្រែប្រួលនៃអរម៉ូនរបស់គាត់ហ្នឹងគឺគាត់ប្រែប្រួលទៅតាមកលៈទេសៈនៃស្ថានភាពរបស់កុមារីចាអញ្ចឹងការឈឺចាប់ហ្នឹងសួរថាអូសបន្លាយយូរទេចាអត់មានទេពីព្រោះវាមកពីការកន្ត្រាក់នៃសាច់ដុំស្បូនរបស់កុមារីតែប៉ុណ្ណោះចាអញ្ចឹងកុមារីក្នុងពេលមករដូវមានរយៈពេលប្រហែលថ្ងៃចាគឺជាទូទៅមានរយៈពេល5ថ្ងៃឬច្រើនជាងនឹងនៅចន្លោះពេល3ថ្ងៃទៅ7ថ្ងៃចំពោះធម្មតាប៉ុន្តែអ្នកខ្លះក៏មកទៅ5ថ្ងៃជួនកាលក៏7ថ្ងៃដែរអញ្ចឹងអ្វីដែលគាត់ត្រូវជោគជាំហ្នឹងគឺទៅលើសម្លេងរបស់គាត់អញ្ចឹងអាហ្នឹងគេឲ្យឈ្មោះថាការមករដូវទៀងប៉ុន្តែអ្នកដែលមិនមកអត់សោះក្នុងមួយខែអាចមានបញ្ហាអញ្ចឹងពេលដែលកូនដឹងថាខ្លួនឯងអត់មកកូនត្រូវព្យាយាមទៅរកជំនួយហើយចាអ្នកណាដែលអាចជួយយើងបានគឺគ្រូពេទ្យចាគ្រូពេទ្យជួនកាលគាត់អាចគាត់មកតិចជាងឬក៏មកច្រើនជាងខុសប្រកដីហ្នឹងក៏ជាបញ្ហារបស់កុមារនៅក្នុងលក្ខខណ្ឌនោះខ្មែរយើងក៏មានជំនឿមួយចំនួនដែរតើតើនឹងការមករដូវរបស់ក្មេងហ្នឹងគឺមិនឲ្យគាត់ធ្វើនេះមិនឲ្យគាត់ធ្វើនោះអញ្ចឹងនៅក្នុងចាប់ពីលេខ1ដល់លេខ8ហ្នឹងគឺជាកត្តាដែលត្រឹមត្រូវនឹងពិតនិងមិនពិតចាអញ្ចឹងឥឡូវយើងចូលដល់ចំណុចទី5តែម្ដងគឺអនាម័យពេលមរដូវអញ្ចឹងពេលមរដូវហ្នឹងកូនត្រូវតែព្យាយាមសម្អាតប្រដាប់ភេទឲ្យបានស្អាតចាឲ្យបានស្អាត2ឬ3ដងក្នុងមួយថ្ងៃពេលត្រូវលាងសម្អាតហ្នឹងត្រូវលាងចំឲ្យទ្វារមាសណាទ្វារលិមួកចេញឲ្យកុំឲ្យពាក់ព័ន្ធជាមួយនឹងទ្វារយើងត្រូវងូតទឹកសម្អាតខ្លួននិងធ្វើអនាម័យប្រដាប់ភេទយើងឲ្យបានស្អាតឧស្សាហ៍ផ្លាស់ប្ដូរសម្លេងអនាម័យ2ឬ3ម៉ោងម្ដងរួចហើយសម្អាតឲ្យបានស្អាតផងដែរប្រើនៅសម្លេងអនាម័យឬក៏កណាត់ទ្រាប់អញ្ចឹងបើកូនប្រើសម្លេងអនាម័យវាមានស្អិតផ្នែកស្អិតមួយចំហៀងហើយនឹងសម្លេងសម្រាប់នេះឧទាហរណ៍ការពណ៌ផ្នែកខៀវហ្នឹងវាអត់ស្អិតទេអញ្ចឹងអាផ្នែកខាងក្រោមវាស្អិតអញ្ចឹងកូនត្រូវយកអាស្អិតហ្នឹងបិទជាមួយនឹងខោក្នុងយើងហើយអាស្ទះពីរហ្នឹងបិទជាមួយនឹងកេមវាទៅដើម្បីឲ្យវាមានលំនឹងហើយវាអាចជ្រាបទឹកបានជ្រាបទឹកវាអត់ហៀឬក៏អត់ប្រឡាក់ដល់ខោយើងខាងក្រៅឬសម្ពុតយើងខាងក្រៅចាអញ្ចឹងហើយចប់ក៏មានមេរៀនសង្ខេបសម្រាប់ឲ្យកូនពិនិត្យឡើងវិញតើតើនឹងការមករដូវហើយនឹងរបៀបថែរក្សាអនាម័យខ្លួនប្រាណនៅពេលមករដូវបងដែរនេះហើយបន្ទាប់ពីកូនអានមេរៀនសង្ខេបហើយកូនព្យាយាមឆ្លើយសំណួរនៅក្នុងលំហាត់ទី1ដល់ទី5ខាងក្រោមនេះផងដែរដើម្បីផ្ទៀងផ្ទាត់ថាតើកូនយល់មេរៀនបានកម្រិតណាឬក៏មេរៀនហ្នឹងកូននៅឆ្ងល់កន្លែងណាគាត់អាចមើលតាមចំណុចនីមួយដែលអ្នកគ្រូបានរៀបរាប់តាំងពីចំណុចទី1រហូតដល់ចំណុចទី5ហើយអ្វីដែលសំខាន់ហ្នឹងសម្រាប់មេរៀននេះគឺមិនមែនសម្រាប់តែកុមារីម្នាក់ទេពីព្រោះអីវាតកតងនឹងកុមារាឬក៏អ្នកដែលនៅជុំវិញកុមារផងដែរដោយសារអីពេលដែលនាងមានអាការៈមរដូវនោះគឺអារម្មណ៍នាងប្រែប្រួលអញ្ចឹង